ប្អូនដល់ពេលដែលយើងត្រូវសាក់លបងហើយអញ្ចឹងពេលដែលខ្ញុំបើកឡានគឺខ្ញុំប្រើប្រាស់ជាមួយនឹង Venta មើលទៅរៀងលយហើយស្រួលមើលផ្លូវទៀតអូខេឥឡូវខ្ញុំចាប់ផ្ដើមចេញដំណើរហើយបាទអូដំបូងផុតគឺយើងវាយដៃលេខនេះវាយមកគឺវាចូលលេខអញ្ចឹងវីដេអូមួយនេះគឺខ្ញុំធ្វើសម្រាប់អ្នកដែលស្រឡាញ់រថយន្ត Lamborghini Huracan តែម្ដងដែលគាត់នឹងទទួលបានបទពិសោធន៍ដូចជាខ្ញុំដែរឥឡូវនេះគឺបទពិសោធន៍នៅក្នុងការបើកបររបស់ខ្ញុំដោយផ្ទាល់តែម្ដងវ៉ាអើយកប់សេរីហ្មងបងប្អូននេះវាជន់ទៅគឺលក្ខណៈថាស្ទុះហ្មងណាបើសិនជាយើងធៀបជាមួយនឹងប្រភេទឧទាហរណ៍ថាឡាន van ឬក៏ឡាន MPV វាមិន comfort ទេបងប្អូនអរគ្នាដោយសារតែវាគឺជាប្រភេទរថយន្តស្ពួរបងប្អូនអរគ្នាដឹងហើយតែរថយន្តស្ពួរគឺសំដៅទៅលើល្បឿនហើយសំដៅទៅលើល្បឿនហ្នឹងគឺពេលដែលយើងជិះវាគឺយើងមានអារម្មណ៍ excited ជាមួយនឹងការតាសំឡេងរបស់វា excited ជាមួយនឹងរូបរាងសិល្បៈនៃការ design របស់វាបងប្អូនជាក់ស្ដែងអញ្ចឹងដូចមានអារម្មណ៍ថាដូចយើងកំពុងតែបើកជាមួយនឹងយន្តហោះចម្បាំងមួយអញ្ចឹងសូម្បីតែការ design counter អីគឺលក្ខណៈតែចេញមកគឺកាចហ្មងគូកប់ហ្មងដល់ពេលអញ្ចឹងពេលដែលយើងបើកបរគឺប្រកបដោយទំនុកចិត្តប្រកបដោយមានអារម្មណ៍ថាមោទនភាពសូម្បីតែនេះគឺជារថយន្តដែលខ្ញុំខ្ចីគេយកមកធ្វើបទបង្ហាញក៏ដោយក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលបានខ្ចីរថយន្តគេយកមកធ្វើបទបង្ហាញបងប្អូនអរគ្នាអូខេឥឡូវខ្ញុំចាប់ផ្ដើមតេស្តសាក់លបងឲ្យបងប្អូនអរគ្នាទស្សនាណាអូជន់ថាជន់អេមែនតេនបងប្អូនអរគ្នាប៉ុន្តែបងប្អូនអរគ្នាប្រព័ន្ធគ្រឿងក្រោមរបស់វាគឺជាប្រភេទបូមដែលប្រើប្រាស់ជាមួយនឹងភ្លើងហើយនៅក្នុងប្រព័ន្ធភ្លើងហ្នឹងគឺវាប្រើប្រាស់ជាមួយនឹងដែនម៉ាញេទិកនៅពេលដែលប្រព័ន្ធបូមនេះបុកជាមួយនឹងក្លុបឬក៏ពេលដែលយើងជិះក្នុងហ្នឹងគឺវាមានកុំព្យូទ័ររបស់វាដែលគណនាជាប្រចាំហ្មងការគណនាជាប្រចាំហ្នឹងគឺធ្វើឲ្យរថយន្តមួយនេះគឺដឹងអំពីគេហៅថា sensor ខ្លួនឯងថាខ្លួនឯងកំពុងតែរំយោលទៅឆ្វេងឬក៏រំយោលទៅស្ដាំគឺគេមានប្រព័ន្ធ gyroscope បងប្អូនអរគ្នាស្គាល់ gyroscope ហើយនៅពេលដែលយើងដាក់ទូរស័ព្ទយើងផ្អៀងឬក៏យើងដាក់ទូរស័ព្ទយើងត្រង់គឺអារូបភាពដែលយើងកំពុងមើលហ្នឹងវាផ្អៀងត្រង់ណាអញ្ចឹងក្នុងរថយន្តនេះក៏មានប្រព័ន្ធ gyroscope នឹងដែរបងប្អូនអរគ្នាដឹងថារថយន្តនេះលំអៀងទៅឆ្វេងលំអៀងទៅស្ដាំហើយប្រព័ន្ធបូមរបស់វាគឺធ្វើការជាមួយគ្នាតែម្ដងដូច្នេះហើយបានជារថយន្តនេះគឺដំណើរការដោយពង2ដែលគេហៅថា all wheel drive full time ហ្នឹងធ្វើឲ្យរថយន្ត Lamborghini ប្រភេទ Huracan ឬក៏ប្រភេទ Aventador ដែលលក្ខណៈថាប្រើប្រាស់ជាមួយនឹង full time all wheel drive ហ្នឹងគឺមិនងាយនឹងល្អិលធ្លាក់ផ្លូវទេវាខុសពី Ferrari ចំណែក Lamborghini Huracan នេះក៏វាមាន spec ដែរបងប្អូនអរគ្នាមាន spec rear wheel drive ក៏មានដែរមានតែវិលតែកង់ក្រោយក៏មានដែរប៉ុន្តែដោយឡែករថយន្តដែលខ្ញុំកំពុងតែធ្វើបទបង្ហាញជូនបងប្អូនអរគ្នាយកបទពិសោធន៍នេះគឺជារថយន្តដែលធ្វើដំណើរដោយប៉ុង2តែម្ដងដោយឡែកបទពិសោធន៍របស់ខ្ញុំពេលដែលអង្គុយនៅក្នុងរថយន្តនេះគឺមានអារម្មណ៍ថាវារៀងចង្អៀតបន្តិចបើសិនជាយើងធៀបជាមួយនឹងរថយន្តដែលយើងធ្លាប់ប្រើប្រាស់មុនប៉ុន្តែការចង្អៀតមួយនេះគឺវាបង្ហាញអំពី performance នៅពេលដែលយើងបើកបរក្នុងល្បឿនលឿនគឺយើងមានអារម្មណ៍ថាវាដូចជាមួកសុវត្ថិភាពដែលបំពាក់លើខ្លួនរបស់យើងអញ្ចឹងបងប្អូនអរគ្នាដូចជាក់ស្ដែងអញ្ចឹងគឺអារម្មណ៍របស់ខ្ញុំគឺទទួលបានថាកៅអីរបស់វាក្លឹបល្អហើយបូមរបស់វាចង្កូតរបស់វាធូរស្រួលហើយការអង្គុយរបស់យើងក៏ស្រួលដែរហើយដោយឡែកដោយសារតែជើងរបស់ខ្ញុំរៀងវែងអញ្ចឹងខ្ញុំចូលចិត្តលើកបញ្ឈរជង្គង់ចែកពេលដែលខ្ញុំជិះឡានស្ពោអីគឺខ្ញុំចូលចិត្តបញ្ឈរជង្គង់ហើយ pedal shift យើងអាចថែមថយលេខបានមែនទែនទៅបងប្អូនអរគ្នាពេលជិះលើផ្លូវខ្ញុំឃើញថាគេមើលមកយើងហ្មងគេមើលមកគ្រប់គ្នាគេដូចសម្លឹងថាវាជារថយន្តរបស់ក្តីសម័យរបស់មនុស្សស្ទើរតែពាក់កណ្ដាលពិភពលោកបងប្អូនអរគ្នាដែលគាត់ជាលក្ខណៈថា concept រថយន្តប្រភេទជ្រុងគឺ Lamborghini នេះហើយបងប្អូនអរគ្នាហើយដោយឡែកពាក់ព័ន្ធជាមួយនឹងការមើលផ្លូវជិះសឹងភ្លេចខ្លួនថាខ្លួនឯងកំពុងតែជិះឡានធំតាមពិតខ្លួនឯងជិះឡានទូចទេទូចហើយលក្ខណៈថាល្បឿនលឿនទៀតហើយទម្ងន់របស់រថយន្តនេះគឺស្រាលខ្លាំងមែនទែនដោយសារតែតួរបស់រថយន្តទាំងមូលសឹងថាផលិតចេញសឹងតែជាអាលុយមីញ៉ូមហើយនិងកាបូនគឺច្រើនជាងហើយដោយឡែកខាងលើនេះបងប្អូនអរគ្នាសឹងតែជា Alcantara បើនិយាយអំពីរថយន្តនេះវិញចំណាប់អារម្មណ៍របស់ខ្ញុំនៅក្នុងការបើកបរគឺល្អបងប្អូនអរគ្នាគឺមានអារម្មណ៍ថាវាជារថយន្តមួយដែលបង្ហាញអំពី signature នៃឧត្តមភាពនៃការខំប្រឹងធ្វើការដូចដែលខ្ញុំជម្រាបប្រាប់បងប្អូនទាំងអស់គ្នាខាងលើហើយថារថយន្តនេះគឺឈ្មោះ Huracan ហ្នឹងគឺបងប្អូនតែងតែស្គាល់ថាគឺជាព្យុះ Huracan ប៉ុន្តែដោយឡែកគឺយកចេញមកពីសត្វគោមួយក្បាលនៅប្រទេសអេស្ប៉ាញដែលជាប្រភេទគោជល់បងប្អូនគោជល់គ្នាណាហើយវាមានភាពតស៊ូវាមានការប្រឹងប្រែងទោះបីជារបួសយ៉ាងណាក៏មិនងាយនឹងស្លាប់អញ្ចឹងពាក្យថា Huracan នៅលើរថយន្តមួយនេះគឺតំណាងឲ្យសត្វគោនឹងតែម្ដងដោយឡែកម្ចាស់នីមួយៗរបស់ Huracan នេះគឺសិតសឹងតែជាអ្នកតស៊ូជាអ្នកដែលស្វះស្វែងពុះពីទៅគាត់ទទួលបានរង្វាន់ជាកាដូសម្រាប់ខ្លួនឯងនោះគឺជារថយន្តមួយដែលមានភាពខុសប្លែកពីគេបងប្អូនឆ្ងល់ទេថាមានលុយរាប់សែនដុល្លារហេតុអីបានមិនទិញរថយន្តប្រភេទ van ឬក៏ SUV ជិះទៅជិះបានគ្នាច្រើនហើយនេះជិះបានតែ2នាក់ដោយសារតែគាត់មានរថយន្តនៅផ្ទះច្រើនហើយអញ្ចឹងគាត់ចង់ជិះឲ្យអារម្មណ៍របស់គាត់ស្រស់ស្រាយប្លែកភ្នែក
ហើយទទួលបាននៅកាដូសម្រាប់ខ្លួនឯងមានបងប្រុសម្នាក់គាត់ប្រាប់ខ្ញុំថាគាត់ទិញឡានស្ពូមាន7គ្រឿងហើយខ្ញុំសួរគាត់ទេថាចុះបងឯងទិញច្រើនមែនឡើង7គ្រឿងគាត់ថាមូលហេតុដែលគាត់មានឡានស្ពូរហូតដល់7គ្រឿងហ្នឹងគឺឲ្យព្រឹកឡើងងើបមកគឺត្រូវគិតថាបានលុយណាចាក់សាំងនៅពេលដែលគាត់គិតថាបានលុយណាចាក់សាំងហ្នឹងធ្វើឲ្យគាត់នឹងខំប្រឹងធ្វើការហើយក៏ជាកាដូមួយសម្រាប់លើកទឹកចិត្តខ្លួនឯងទេប៉ុន្តែដោយឡែកគាត់រងថ្ងៃជាធ្វើការគឺជិះ Triton ទេបងប្អូនទាំងគ្នាអានឹងថ្លៃមួយយ៉ាងហើយគាត់ថាទិញទុកនៅផ្ទះហ្នឹងគឺទិញជាគ្រឿងសង្ហារឹមដោយសារតែឃើញថាវាស្អាតការ design ក្លុកកលៀតកន្លែងបតិនអីសម្រាប់ចុចហ្នឹងគឺស្អាតអញ្ចឹងគាត់ទិញធ្វើជាគ្រឿងសង្ហារឹមសម្រាប់ពេលងើបព្រឹកឡើងគឺឃើញថាខ្លួនឯងស្រស់ស្រាយហើយបើថានៅស្រុកយើងឡានហ្នឹងមិនមែនណាជិះយកទៅប៉ុណ្ណឹងជិះយកទៅលើសល្បឿនអីទេបងប្អូនទាំងគ្នាគឺអ្នកខ្លះគាត់ជិះដើម្បីស្រស់ស្រាយខ្លួនឯងជាកាដូលើកទឹកចិត្តខ្លួនឯងឬគ្រាន់ជិះទៅផឹកកាហ្វេសៅរ៍អាទិត្យអីចឹងណាបងប្អូនទាំងគ្នាក៏វាជាអារម្មណ៍មួយដែលពួកគាត់ទទួលបានពីចំណាប់អារម្មណ៍ហើយបងប្អូនមួយចំនួនទៀតគឺរថយន្តមួយនេះគឺយើងជាកាដូខ្លួនឯងដែលបញ្ជាក់អំពីមោទនភាពនៃឧត្តមភាពដែលយើងបានធ្វើរឿងអីមួយយើងជោគជ័យក្នុងជីវិតអីចឹងណាហើយក៏ចង់ឲ្យខ្លួនឯងសប្បាយចិត្តពីព្រោះរថយន្តប្រភេទនេះគឺសុទ្ធតែជារថយន្តក្តីសុបិនហើយអញ្ចឹងមានបងប្អូនច្រើនអ្នកមែនទែនដែលជិះរថយន្តប្រភេទហ្នឹងគឺគេហៅថាប្រភេទរថយន្តក្នុងក្តីសុបិនហ្នឹងគឺដូចជា Lamborghini, Ferrari, Bugatti, Huracanឬក៏ប្រភេទ Lexus ឬក៏ប្រភេទអីផ្សេងៗគឺសុទ្ធតែជាក្តីសម័យរបស់ពួកគាត់ហើយអញ្ចឹងនៅក្នុងវីដេអូនេះមកគឺខ្ញុំនឹងធ្វើការជូនពរសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបំណងប្រាថ្នាចង់បានរថយន្តស្ពូក្នុងក្តីសម័យបងប្អូនទាំងគ្នាអាច comment ខាងក្រោមបានហើយខ្ញុំនឹងទៅមើល comment បងប្អូនទាំងគ្នាហើយបើសិនជាខ្ញុំមាននៅក្នុង list រថយន្តដែលបងប្អូនគាត់ស្នើសុំឲ្យខ្ញុំជួយធ្វើបទបង្ហាញគឺខ្ញុំនឹងបន្ទាន់នៅក្នុងការធ្វើបទបង្ហាញជូនបងប្អូនទាំងគ្នាតាមសំណុំពរហើយក៏អរគុណមែនទែនដល់បងម៉ងដែលជាម្ចាស់រថយន្តបើសិនជាបងប្អូនទាំងអស់គ្នាមានរថយន្តចង់ឲ្យខ្ញុំធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ក៏ដូចជាក្តីស្រឡាញ់ទៅកាន់បងដែលគាត់ជា fan Camcar បងប្អូនទាំងគ្នាអាចប្រាប់មកខ្ញុំបានខ្ញុំនឹងដាក់តម្រៀបគ្នាទៅតាម waiting list ក៏ដូចជា schedule បន្តបន្ទាប់គ្នាថាតើអ្នកណាបន្តបន្ទាប់ទៀតណោះអូខេឥឡូវយើងចូលដល់វគ្គបន្តទៀតបាទអារិកានេះត្រូវបានរចនាឡើងឲ្យមានរូបរាងសំប៉ែតនិងខ្លីដើម្បីទប់លំនឹងក៏ដូចជាជ្រែកខ្យល់ aerodynamic ផងដែរហើយប្រវែងរបស់រថយន្តនេះបើសិនជាយើងវាស់ពីខាងមុខរហូតដល់ខាងក្រោយគឺត្រឹមតែ 4.4 ម៉ែត្រប៉ុណ្ណោះខ្លីល្មមងាយស្រួលនៅក្នុងការបត់បែនហើយបើនិយាយអំពីទទឹងវិញគឺរហូតដល់ 1.92 ម៉ែត្រដែលប្រវែងនេះគឺមិនធំពេកមិនតូចពេកវាស័ក្តិសមល្មមដែលដូចជារថយន្តទូទៅផងដែរហើយបើកម្ពស់វិញបានលក្ខណៈថាទាបខ្លាំងមែនទែនបងប្អូនអរគ្នាគឺត្រឹមតែ 1.16 ម៉ែត្រតែប៉ុណ្ណោះហើយកម្ពស់នេះគឺលក្ខណៈថាស្មើចង្កេះរបស់យើងទេណាបងប្អូនអរគ្នាហើយបើអង្គុយក្នុងឡានវិញគឺមើលគេគឺមើលពីក្រោមទៅលើលែកឡកតែម្ដងកម្លាតពីកង់មុខទៅកង់ក្រោយគឺត្រឹមតែ 2.6 ម៉ែត្របើយើងវាស់ពីអាក់កង់មុខទៅអាក់កង់ក្រោយបងប្អូនអរគ្នាហើយទម្ងន់របស់រថយន្តនេះគឺសរុបគឺត្រឹមតែ 1422 គីឡូក្រាមប៉ុណ្ណោះដោយសារតែតួរបស់វាគឺផលិតឡើងសិតសឹងតែជា material ពិសេសតែម្ដងគឺមានដូចជា carbon fiber និង aluminum ដែលជា compound លោហៈតែម្ដងហើយបើនិយាយពីទម្ងន់របស់រថយន្តនេះផងដែរគឺវិស្វករត្រូវបានចែកទម្ងន់ជា2ដោយសារតែខាងមុខគឺត្រូវតែស្រាលជាងខាងក្រោយគឺខាងមុខគឺទ្រទម្ងន់រហូតដល់ 42% ឯចំណែកឯក្រោយគឺទ្រត្រឹមតែ 58% តែប៉ុណ្ណោះនេះហើយគឺជាមូលហេតុដែលធ្វើឲ្យរថយន្តនេះសង្កត់ខ្លាំងនៅពេលដែលបើកក្នុងល្បឿនលឿនគឺរថយន្តនេះនៅតែអាចធ្វើការវ៉ាជែងក៏ដូចជាធ្វើការចាប់ហ្វ្រាំងបានយ៉ាងសុវត្ថិភាពបងប្អូនដឹងទេថាលោក Filippo Ferrini design ឡាននេះមកគឺមិនមែនគ្រាន់តែចង់ឲ្យវាលឿនទេគាត់ចង់ឲ្យវាបង្ហាញអំពីសិល្បៈល្អឯកមួយដែលកំពុងតែធ្វើដំណើរនៅលើដងវិថី Huracan មិនមែនគ្រាន់តែជាឈ្មោះខ្យល់ព្យុះទេវាគឺជាស្មារតីរបស់ស្ដេចគោជលមួយដែលធ្វើឲ្យអ្នកដែលជិះរថយន្តនេះគឺមានស្មារតីមួយគឺមិនព្រមចោះចាញ់នៅអ្វីដែលជាឧបសគ្គនេះហើយជាមុនស្នេហ៍ដែលធ្វើឲ្យអ្នកមានទូទាំងពិភពលោកហ៊ានចំណាយលុយរាប់សែនដុល្លារក្នុងការទិញរថយន្តនេះយកមកប្រើប្រាស់ផ្ទាល់ខ្លួនបើនិយាយអំពីការចំណាយវិញដោយសារតែម៉ាស៊ីនរបស់វាគឺរហូតដល់ V10 5.2 លីត្ររបស់ដែលវាត្រូវការជាអាហារគឺជាប្រេងឥន្ធនៈហើយដោយសារតែកម្លាំងសេសរបស់វារហូតដល់610សេសនៅក្នុងទីក្រុងយើងចំណាយខ្ទង់ប្រហែលជា22លីត្រទៅ25លីត្រ
ក្នុង100គីឡូម៉ែត្រឬក៏លើសពីនេះបើសិនជាស្ទះចរាចរណ៍ខ្លាំងហើយបើសិនជាផ្លូវលឿនវិញគឺយើងចំណាយប្រេងសាំងរហូតដល់14លីត្រទៅ16លីត្រក្នុង100គីឡូម៉ែត្របើសិនជាយើងបើកលឿនទេហើយជាមធ្យមគឺចន្លោះពី18ទៅ20លីត្រឯណោះបងប្អូនទាំងអស់គ្នាហើយសូមបញ្ជាក់ប្រាប់បងប្អូនថាចំពោះប្រេងសាំងគឺត្រូវការតែប្រភេទសាំង Super ទេគឺចាប់ពីរ៉នរហូតដល់95ឡើងទៅតែប៉ុណ្ណោះបើសិនជាក្រោមហ្នឹងគឺងាយនឹងធ្វើឲ្យម៉ាស៊ីននេះឆេះឆ្លក់មែនទែនអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាបើសិនជាយើងប្រើឡាននេះក៏ត្រូវការប្រើសាំង Super ដែរណាមិនធម្មតាទេហើយបើនិយាយពីការថែទាំវិញយើងថែទាំម្ដងទៅដូរប្រេងដូរជាមួយសបកកង់ឬក៏អីចឹងផ្សេងគឺយើងចំណាយចន្លោះពី$800ទៅ$3500ឯណោះនៅក្នុងការដែលថែទាំម្ដងហើយបើសិនជាចំណាយច្រើនម្លឹងក៏វាមិនមែនជាឧបសគ្គសម្រាប់អ្នកដែលស្រឡាញ់ឡាននេះទេពីព្រោះឡាននេះគឺជាឡាន Supercar ហើយវាក៏ជាឡានមួយសម្រាប់អ្នកដែលមានមហិច្ឆតាក៏ដូចជាអ្នកដែលដាក់ក្តីស្រឡាញ់ជាមួយនឹងរថយន្តនេះខ្លាំងហើយគាត់ប្រកាសណាស់ថាដែលជីឡាននេះគឺនឹងមានលទ្ធភាពនៅក្នុងការថែទាំហើយការចំណាយប៉ុណ្ណឹងមិនមែនជាឧបសគ្គសម្រាប់គាត់នោះទេបាទបងប្អូនខ្លះប្រហែលជាគិតថាវាស៊ីសាំងខ្លាំងមែនទែនប៉ុន្តែសម្រាប់ម្ចាស់ឡាន Supercar អារម្មណ៍ដែលបានឮសំឡេង V10 ស្រែកនិងល្បឿនដែលវាផ្ដល់ឲ្យគឺមានតម្លៃលើសពីតម្លៃសាំងដែលបានចាក់ទៅទៀតជិះ Lamborghini គឺជាអារម្មណ៍និងមោទនភាពចុះបងប្អូនវិញយល់យ៉ាងម៉េចដែរចំពោះការចំណាយទាំងនេះសម្រាប់ Camcar Lamborghini Huracan LP 610.4 មិនមែនជាឡានដែលល្អឥតខ្ចោះសម្រាប់គ្រប់គ្នាទេប៉ុន្តែវាគឺជាឡានដែលល្អបំផុតសម្រាប់អ្នកដែលចង់បានអារម្មណ៍រំភើបនិងមានមោទនភាពលើការសម្រេចគោលដៅរបស់ខ្លួនបើបងប្អូនមានលុយហើយចង់បានឡានដែលដាស់អារម្មណ៍ឲ្យរំភើបរាល់ពេលបញ្ឆេះម្ដងនេះហើយគឺជាចម្លើយការ review ដ៏ជក់ចិត្តនេះអាចកើតមានឡើងក៏ដោយសារតែមានការគ្រប់គ្រងពីម្ចាស់រថយន្តផ្ទាល់បងប្អូនចង់ប្រឹក្សារថយន្តឬក៏ឲ្យ Camcar ធ្វើបទបង្ហាញអាចតាក់ទងខ្ញុំក្នុងការដាក់បញ្ចូលរថយន្តរបស់បងប្អូននៅក្នុង waiting list ពីព្រោះការធ្វើបទបង្ហាញរបស់យើងគឺត្រូវការ schedule ផងដែរដោយឡែកសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលសំណូមពរឲ្យខ្ញុំធ្វើបទបង្ហាញរថយន្តផ្សេងទៀតក៏អាច comment ខាងក្រោមបានដែរគឺខ្ញុំនឹងធ្វើបទបង្ហាញជូនបងប្អូនទាំងអស់គ្នានៅរាល់ comment ដែលបងប្អូនទាំងអស់គ្នាសំណូមពរហើយរថយន្តនេះផងដែរបើសិនជាបងប្អូនទាំងអស់គ្នាយកទៅដូរប្រេងគឺជាទូទៅខាងវិស្វករអ៊ីតាលីគឺគេតម្រូវឲ្យយើងដូរប្រេង SAE 0W40 ឬក៏ 5W40 ហើយបើសិនជាបងប្អូនទាំងអស់គ្នាអត់ដឹងថាទិញប្រេងអីយកមកដូរបងប្អូនទាំងអស់គ្នាក៏អាចទិញប្រេងម៉ាស៊ីន Nomad Special Oil ដែលផលិតសម្រាប់ Supercar នឹងតែម្ដងអញ្ចឹងដែលមានកណ្ដុងរាងពណ៌ខ្មៅទឹកប៊ិចចាស់នេះគឺបងប្អូនទាំងអស់គ្នាអាចទិញយកមកដូរ Supercar បានហើយពីព្រោះ Nomad ក៏មានផលិតជាមួយនឹងប្រេងសម្រាប់ Supercar ផងដែរបាទLamborghini Huracan មិនមែនត្រឹមតែអត្តន័យខ្យល់ព្យុះនោះទេវាគឺជាឈ្មោះរបស់ស្ដេចគោជលដ៏ល្បីល្បាញបំផុតមួយនៅប្រទេសអេស្ប៉ាញនៅក្នុងឆ្នាំ1879គោ Huracan នេះត្រូវបានគេស្គាល់ថាជាគោដែលមានភាពអំណត់និងមិនចុះចាញ់ទោះបីជាត្រូវរបួសក៏ដោយនេះហើយជា DNA ដែល Lamborghini ចង់ដាក់នៅក្នុងរថយន្តមួយនេះបងប្អូនខ្លះប្រហែលជាឆ្ងល់ថាចុះលេខកន្ទុយនឹងមានន័យថាយ៉ាងម៉េច LP គឺមកពីពាក្យអ៊ីតាលីដែលមានអត្ថន័យថាម៉ាស៊ីនដាក់បណ្ដោយនៅផ្នែកខាងក្រោយ610គឺជាកម្លាំងសេះហើយលេខ4មានន័យថាបង្វិលពង2កង់ទាំង4ដែលវាធ្វើឲ្យរថយន្តនេះទោះបីជាយើងជន់ប៉ុណ្ណាក៏មិនងាយទួងធ្លាក់ផ្លូវដែរបងប្អូនអរគ្នាបើបងប្អូនសង្កេតឲ្យមែនទែនមិនថាកញ្ចក់ចំហៀងឬរោងខ្យល់សូម្បីតែបេតុងចុចខាងក្នុងគឺសុទ្ធតែមានរាង6ជ្រុងវិស្វករ Lamborghini ជឿថារាង6ជ្រុងគឺជាទម្រង់ធម្មជាតិដែលរឹងមាំបំផុតនិងមើលទៅទំនើបបំផុតវាជាភាសានៃការ design ដែលធ្វើឲ្យ Huracan មើលទៅប្លែកពីឡាន Supercar ផ្សេងទៀតប្រព័ន្ធ LPI នេះគឺជាបច្ចេកវិទ្យាដែលយកចេញពីយន្តហោះចម្បាំងនៅក្នុងខ្លួន Huracan មាន sensor gyroscope ចំនួន3គ្រាប់នៅចំកណ្ដាលឡានដើម្បីវាស់ល្បឿននិងតុល្យភាពគ្រប់វិនាទីវាជួយឲ្យឡានគិតមុនម្ចាស់ទៅទៀតដើម្បីកែសម្រួលបូមនិងចង្កូតរបស់វាគ្រប់ស្ថានភាពផ្លូវការពារមិនឲ្យឡានរេឬក៏មានគ្រោះថ្នាក់បូមរបស់ Huracan មិនមែនប្រើទ្រាំតែប្រេងធម្មតាទេវាមានជាតិដែកតូចៗម៉ាញ៉េទិកនៅក្នុងនោះហើយប្រេងបូមរបស់វាគឺមានចរន្តអគ្គិសនីដែលអាចបញ្ជាដែនម៉ាញ៉េទិកនឹងឲ្យវារឹងឬក៏ទន់ភ្លាមៗនៅពេលដែលវាជួបឧបសគ្គរលាក់នៅក្នុងផ្លូវល្បឿនលឿនចំណុចពិសេសបំផុតហើយដែលបងប្អូនត្រូវដឹងគឺម៉ាស៊ីន 5.2 V10 Natural Engine គឺម៉ាស៊ីនដែលគ្មាន turbo ដែលគ្មានអីជំនួយនៅក្នុងសម័យកាលឡានដែលប្រើប្រាស់ turbo និងឡានដែលប្រើប្រាស់អគ្គិសនីម៉ាស៊ីនដែលអត់មាន turbo បែបនេះគឺពិបាករកណាស់សំឡេងរបស់វាគឺដូចជាការប្រគំតន្ត្រីអញ្ចឹងស្ទុះពី0ទៅ100គីឡូម៉ែត្រចំណាយពេលត្រឹមតែ 3.2 វិនាទីប៉ុណ្ណោះការសន្ទុះបែបនេះក៏អាស្រ័យទៅលើការជំនួយខ្យល់ជាច្រើនពីការ design ផងដែរសំណួរជាចុងក្រោយសូមសួរទៅបងប្អូនដែលកំពុងទស្សនាបើសិនជាបងប្អូនមានលុយរាប់សែនដុល្លារតើបងប្អូននឹងជ្រើសរើសអត្តរាជ V10 នេះមួយនេះដែរឬទេឬក៏សុខចិត្តយករថយន្ត SUV ឬក៏រថយន្ត van ជិះជាលក្ខណៈគ្រួសារ comment ប្រាប់ Camcar ម្នាក់មួយមកសូមអរគុណដល់ប្រិយមិត្តដែលបានគាំទ្រវីដេអូបែបនេះខ្ញុំ Camcar សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ